វាអាចឈឺបន្តិចសូមអ្នកអត់ធ្មត់ណាហេតុអ្វីបានជាអ្នកលើកគាត់ឲ្យខ្ពស់បន្តិចអីចឹងរកគាត់ឃើញហើយពួកយើងឥឡូវនេះចេះធ្វើបែបនេះមែនកុំនិយាយផ្ដេសផ្ដាសខ្ញុំកំពុងតែជួយម៉ាសាឲ្យវីទេអ្នកនិយាយកុហកអ្នកកំពុងតែឆ្លៀតឱកាសបោះហង្អែខ្ញុំអុយស្រួលណាស់កុំឈប់មានខ្មាស់គេខ្លះលេងខ្ញុំភ្លាមពួកអ្នកកំពុងធ្វើអីហ្នឹងមនុស្សពៀនោះជាការថាប់ដំបងរបស់ខ្ញុំបងជីងមនុស្សនេះគាត់ធ្វើពុតជាចេះម៉ាសាតែតាមពិតចង់បោះហង្អែនាងខ្ញុំចង់ចូលទៅចិត្តទៅទាញនាងចេញតែបងជីងខ្ញុំទៅតែពិតជាកំពុងជួយវីមែនអ្នកធំនៅសុខសាន្តពីតូចចេះម៉ាសាបងចឹងបានប្រាប់ហើយថាខ្ញុំចេះម៉ាសាបើគាត់មិនព្រមទទួលស្គាល់ទេខ្ញុំនឹងប្តឹងប៉ូលីសវីចង្កេះអ្នកស្រួលហើយឬនៅឈូឈិនម៉ាសាបានធូរហើយពួកអ្នកយល់ច្រឡំលើគាត់ហើយចឹងបងស្រីហេតុអីគ្មានតម្លៃការយល់ច្រឡំទៅវិញគ្រប់គ្នាក្នុងមួយថ្ងៃអាចផ្ដល់ការយល់ច្រឡំបានតែតម្លៃនេះគឺមានកំណត់ត្រឹមត្រូវរបួសចង្កេះរបស់វីពេទ្យធំក៏ពិបាកព្យាបាលណាស់តែគ្រាន់តែចុច2-3 ដងក៏ជាទៅម្ដាយអ្នកមិនដែលនិយាយរឿងនេះប្រាប់ខ្ញុំសោះថាអ្នកចេះម៉ាសាមិនអាចនិយាយថាអរគុណទៅហើយទេបងចឹងខ្ញុំរៀនពីគ្រូពេទ្យចាស់ជនជាតិចិននៅឯក្រោយភ្នំខ្ញុំតែងតែជួយម៉ាសាក្រុមគ្រួសារខ្ញុំនេះគ្រាន់តែខ្ញុំប៉ះចំបានជួយវីម៉ាសារួចហើយគុំស្មានថាអ្នកចេះល្បិចបន្តិចបន្តួចអាចមកប៉ះពាល់ខ្ញុំតាមតែចិត្តវីខ្ញុំមិនយល់ស្របទេបងជីងឈឿនគាត់មានប្រជាប្រិយភាពណាស់គាត់មិនមែនមកពីខ្ញុំចេះម៉ាសាទើបគាត់មកចាប់អារម្មណ៍ខ្ញុំទេមែនទេខ្ញុំមានសំណាងស្នេហាហើយជីងនិយាយត្រូវឈូឈឿនវីនាងចិត្តល្អខ្ញុំសូមប្រាប់អ្នកកុំប៉ះពាល់នាងដោយអារម្មណ៍អីផ្សេងបងជីងនិយាយត្រូវហើយកុំគិតចង់ពឹងផ្អែកអីគ្រាន់តែឃើញសាច់ប្រតិកម្មរបស់បងជីងនេះគឺប្រច័ណ្ឌហើយឬមួយរឿងកាលពីយប់មិញធ្វើឲ្យនាងក៏មានអារម្មណ៍មកលើខ្ញុំដែរអត់ទេនាងគឺជាមិត្តសម្លាញ់របស់ម៉ាក់ខ្ញុំមិនបានទេមិនក៏ខ្ញុំហ៊ាននិយាយចេញមកកំបាញ់មិញអីក៏ប៉ុណ្ណឹងរឿងបែបហ្នឹងឈូឈិនចង់ពិភាក្សាតើវាតាក់ទងអីនឹងខ្ញុំតែមិនអីទេដើម្បីកុំឲ្យបងជីងពិបាកចិត្តខ្ញុំគួរតែផ្លាស់ចេញទៅគួរឲ្យស្ដាយណាស់ការរស់នៅជាមួយស្រីស្អាត3នាក់មិនទាន់ចាប់ផ្ដើមផងក៏ចប់បាត់ទៅហើយបងជីងអីចឹងខ្ញុំនៅទីនេះកាត់រឿងហើយអ្នកទិញកំពុងបិទផ្លូវនៅក្រោមអគារក្រុមហ៊ុនទាមទារឲ្យយើងទិញពេជ្រមួយបាច់ភ្លាមបើសិនជារកអីវ៉ាន់មិនបានប្រាប់ពីនៃរំលោភកិច្ចសន្យាក្រុមហ៊ុនឲ្យដួលរំភ្លាមខ្ញុំមិនអីទេអ្នកទាំងគ្នានៅផ្ទះទៅក្រុមហ៊ុនមានការបន្ទាន់ខ្ញុំត្រូវតែទៅភ្លាមបងជីងយើងទៅជាមួយអ្នកទៅទូធ្វើតែតែខ្ញុំជួយមិនបានច្រើនប៉ុន្តែយើងការខុសត្រូវខ្លះបានអរគុណអ្នកទាំងអស់គ្នាឈោចេញអ្នកនៅផ្ទះសិនទៅពួកយើងចេញទៅមុនហើយក្រុមហ៊ុនបងជីងកំពុងមានបញ្ហាឥឡូវនេះយើងទៅជាមួយគឺជាពេលវេលាល្អបំផុតប្រហែលជាអាចជួយដោះស្រាយបញ្ហាឲ្យគាត់បានទៀតផងយើងប្រហែលជាអាចជួយគាត់ដោះស្រាយបញ្ហានោះបានបងជីងខ្ញុំទៅជាមួយអ្នកចេញទៅបងជីងធ្វើម៉េចទៅនៅមាត់ទ្វារមានមនុស្សច្រើនយើងគួររីកាប៉ូលីសទេមិនចាំបាច់រីកាប៉ូលីសទេមានខ្ញុំនៅទីនេះក្រុមហ៊ុនប្រកាសជាមិនមានរឿងអ្វីទេពេលនេះស្ថានភាពធ្ងន់ធ្ងរណាស់ទៅហើយអ្នកនៅតែអួតនៅទីនេះទៀតបងជីងក្រុមហ៊ុនកំពុងប្រឈមមុខនឹងរយលានពេជ្របើក្រុមហ៊ុនមិនប្រគល់ក្រុមហ៊ុនដឹកជញ្ជូនគ្រាន់តែថ្លៃពីនៃក៏អាចសងរហូតដល់ខ្សែដណ្ដៃឥឡូវធ្វើម៉េចទៅម្ចាស់បំណុលកំពុងឈប់វត្តមាត់ទ្វារអស់ហើយយើងចូលទៅក្នុងក៏មិនបានផងបើមិនរីកាប៉ូលីសតើត្រូវធ្វើម៉េចឈប់មើលទៀតទេជីងរីកាប៉ូលីសមិនអាចដោះស្រាយបញ្ហាបានទេចុះពីឡានសិនទៅសងលុយលោកស៊ឺមកដល់ហើយលោកស៊ឺឥឡូវនេះពេជ្រទាំងអស់នៅទូទាំងទីក្រុងគឺស្ថិតនៅក្នុងដៃរបស់លោកអ្នករបស់លោកគឺគ្មានសល់មួយដុំទេបើសិនជាមិនអាចប្រកល់ទំនិញតាមពេលកំណត់ទេគ្រាន់តែថ្លៃពីនៃបន្ថែមនៃការបំពេញកិច្ចសន្យាគ្រាន់ដើម្បីធ្វើឲ្យក្រុមហ៊ុនលោកស៊ឺហើយចំណែកពួកយើងវិញច្រើនឆ្នាំហើយពួកយើងក៏មិនចង់ឃើញអ្នកធ្លាក់ដល់ថ្នាក់នេះទេផ្លូវតែមួយគត់គឺត្រូវយកព្រមនិងលោកប្រុសចៅរៀបការជាមួយគាត់ក្រុមរបស់អ្នកទើបអាចសង្គ្រោះបានរឿងបន្តខ្ញុំនឹងរកវិធីដោះស្រាយសូមអ្នកទាំងអស់គ្នាដល់ពេលឲ្យខ្ញុំបន្តិចតែឲ្យខ្ញុំរៀបការជាមួយចៅឈីគឺមិនអាចដាច់ខាតស៊ីជីងឈូពេជ្រទាំងអស់នៅក្រុមជាងត្រូវខ្ញុំម្នាក់ឯងគ្រប់គ្រងបើគ្មានខ្ញុំយល់ព្រមអ្នកកុំសង្ឃឹមថាអាចរកដំណោះស្រាយបានពឹងតែលើមនុស្សប៉ុណ្ណេះក្រៅពីខ្ញុំតើមានអ្នកណាអាចជួយអ្នកទៀតចៅឈីរឿងការពីម្សិលមិញខ្ញុំនៅមិនទាន់ដោះស្រាយជាមួយអ្នកផងថ្ងៃនេះអ្នកបើហ៊ានចេញមុខសុំអ្នកចេញទៅពីទីនេះភ្លាមទៅខ្ញុំមិនស្វាគមន៍អ្នកទេអ្នកមិនត្រូវបានស្វាគមន៍ទេគ្រាន់តែអ្នកពួកអ្នកប៉ុន្មានអ្នកនេះក៏ចង់បានពេជ្រដែរខ្ញុំឮយូរហើយថាអ្នកមានរៀងដ៏ស្រស់ស្អាតដូចទេពអប្សរពេលជួបផ្ទាល់ពិតជាមិនធម្មតាទេខ្ញុំនឹង
ផ្ដល់ឱកាសចុងក្រោយដល់អ្នកគឺថាបើអ្នកនាំអ្នកទាំងពីរអ្នកនោះមកគេងជាមួយខ្ញុំអាចជួយសង្គ្រោះក្រុមហ៊ុនស៊ើរបស់អ្នកបានបើមិនដូច្នោះទេក្រុមហ៊ុនស៊ើរបស់អ្នកគ្រាន់តែចាំទទួលការបង្ខំខ្សែធនទៅចោះចៅឈីពួកអ្នកបរិសុទ្ធធំប៉ុន្មានអ្នកនេះមកធ្វើបាបស្រីម្នាក់តើវាហៅថាជាសមត្ថភាពអ្វីទៅហើយអ្នកគឺជាអ្នកដដែលកាលពីយប់មិញគឺអ្នកហៅរឿងល្អរបស់បងទី4ថ្ងៃនេះក៏ជួនអ្នកក៏ត្រូវជួយដោះស្រាយជាមួយសៀវឈិនដែររត់ទៅឈៀនទេឲ្យប៉ូលីសទៅបាយឈៀនទុកឲ្យអ្នកទៅដល់កន្លែងជាច្រើនបែបនេះហើយនេះសុទ្ធតែជាការងាររបស់ឡាវស៊ឺនិងធំទាំងអស់អ្នកធ្វើអីហ្នឹងសៀវឈិននេះអាល្ងងនេះប្រកាសជាឆ្លៀតឱកាសសងសឹកផ្ទាល់ខ្លួនហើយសងសឹកចាំបន្តិចតើគេខ្លាំងយ៉ាងម៉េចទៅឈៀននេះគឺជាគុណកំពូលក្នុងជីវិតពិតហើយបាឡេតហើយចៅឈីអ្នកពិតជាមិនអាចទទួលយកបានមែនមនុស្សមួយក្រុមដែលគ្មានប្រយោជន៍ចប់ហើយចៅឈីក្រុមហ៊ុនយើងមិនស្វាគមន៍អ្នកទេសូមអ្នកចាក់ចេញទៅស៊ឺជីងឈូអ្នកពិតជាគិតថាបោកប្រាស់ពួកគេទាំងនេះអាចធ្វើឲ្យអ្នកបានពេជ្រមែនទេគេចេះវាមានប្រយោជន៍អីបើគ្មានពេជ្រតម្លៃ$500 លានក្រុមហ៊ុនត្រកូលស៊ូរបស់អ្នកក៏នៅតែខ្សែថនដែរគិតទៅស៊ូជីងឈោគ្មានពេជ្រទេសង100 ដងក៏មិនស្ដាយសងលុយខ្ញុំនឹងឲ្យឱកាសអ្នកជាលើកចុងក្រោយត្រូវតែមនុស្ស3នាក់ប្រញាប់ទៅផ្ទះវិញទៅខ្ញុំពើយ